ខ្ញុំប្រាប់ឲ្យដឹងហេតុពិសេសការរួមភេទនិងសុខភាពបន្តពូជវាងទៅនឹងក្រៀតក្រោតគុំថាខ្ញុំមិនខលខូចសណ្ដានអស់លោកជីទីមេត្រីមិនត្រូវលាក់លៀមមកនឹងគ្រៀតទេត្រូវប្រាប់ប្តីគូស្នេហ៍ឬប្រាប់ប្តីដូចជាភរិយាណាក្មួយសាយត្រូវបរយាយបកស្រាយប្រាប់ទៅប្តីថាប្រុសបងអើយអូនកំឡាំងសោយខ្លាំងណាស់ប្រាប់ប្រុសបងឯងឲ្យបានច្បាស់កុំមកពៀប៉ាំងណាលោកប្តីចាំដល់បន្តិចទៀតទៅអូននឹងដៃជាស្មារឹងប្រាប់បងឲ្យដឹងអូនមិនថាអីដល់ពេលនោះមានលុយឲ្យ1000គ្រប់គ្រាន់យកទិញនំកាឡាផ្លូនយកទៅលួងកូនឲ្យវាចុះដីអាតូយកនំមកធំយកចេកទុកឲ្យឪម៉ែវាដេកតម្រង់រសាយអើយដល់ពេលនោះអូនមិនថាអីសេចតែប្រុសបងអើយអ្នកលៃអើយយកកណើយថ្ងៃកណើយរឿងនេះមិនមែនថាក្មួយសាយឬលោកអ៊ំចាន់ទេរឿងហ្នឹងទាំងនេតពេកក៏ដូចតែគ្នាដែរយើងត្រូវតែស្រាយបញ្ជាក់យើងគួរកុំលាក់នៅក្នុងចិត្តកុំស្ងៀមកុំស្ងាត់ត្រូវតែយកមកបកស្រាយនិទានស្ដីត្រង់ទៅត្រង់មករវាងភរិយាហើយនឹងស្វាមីនិយាយដល់ចំហពីការរួមភេទនិងសុខភាពផ្លូវភេទមួយមនុស្សដែលអ្នកស្រឡាញ់ជំរុះចោលនៃការព្រួយបារម្ភនិងធ្វើឲ្យចិត្តរបស់អ្នកបានជ្រះស្រឡះសុខភាពល្អអនាគតបវររុងរឿង